បាទសូមគោរពសួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទយើងសូមស្វាគមន៍មកកាន់ការតម្រុយឆ្នោតបាទវៀតណាមប្រចាំថ្ងៃដែលពុកម៉ែបងប្អូនយើងតែងតែហៅតែឆ្នោតយួនណាបាទគឺថាសម្រាប់ថ្ងៃថ្មីគឺបានឈានចូលមកដល់ទៀតហើយថ្ងៃទី8នេះបាទប៉ះចំថ្ងៃពុធបាទមានក៏បានត្រៀមនៅលេខតម្រុយថ្មីដូចគ្នាណាដើម្បីមកចែកជូនដល់ពុកម៉ែបងប្អូនយើងបានយកទៅផ្សងសំណាងកំសាន្តលេងទាំងអស់គ្នាតែម្ដងបាទអញ្ចឹងមុននឹងឈានចូលទៅកាន់កៅតម្រុយថ្ងៃថ្មីរបស់យើងនេះអេមនឹងចង់នាំពុកម៉ែបងប្អូនយើងបាទទៅធ្វើការផ្ទៀងផ្ទាត់មើលនៅតម្រុយថ្ងៃចាស់របស់យើងសិនបាទចង់ដឹងថាចូលឬក៏មិនចូលបាទអញ្ចឹងមុននឹងឈានចូលទៅកាន់ការបាទផ្ទៀងផ្ទាត់ក៏ដូចជាកៅតម្រុយនៅថ្ងៃថ្មីទាំងអស់គ្នាមានក៏សូមចិត្តណាកុំភ្លេចបាទជួយចុច like ក៏ដូចជាចុចមេដៃមេជើងជូនឲ្យអេដមីនម្នាក់មួយហើយជាពិសេសកុំភ្លេចបាទជួយចុចជាវណាបាទនឹងចុចបើកសញ្ញារូបកណ្ដឹងជូនឲ្យអេដមីនផងមួយមុនយើងបាទដើម្បីបាទក្រុមបញ្ចការផ្ដល់នៅកម្លាំងចិត្តក៏ដូចជាការលើកទឹកចិត្តមកកាន់ admin ដូចគ្នាបាទហើយណាមួយដោយសារ channel admin នៅរៀងថ្មីដែរណាបាទអញ្ចឹងនេះគឺជា channel ថ្មីរបស់ admin ណាពុកម៉ែបងប្អូនយើងមានធ្វើឡើងគឺដើម្បីត្រៀមសកួរតុកក្រៃលោថ្ងៃណាមួយពុកម៉ែបងប្អូនយើងបាទរយ channel ធំរបស់ admin មិនឃើញបាទក៏អាចទៅយកលេខបាទពី channel នេះយកទៅកំសាន្តលេងទាំងអស់គ្នាបានដូចគ្នាណាបាទបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងមកតាមដានយើងមកផ្ទៀងផ្ទាត់យើងមកផ្ទៀងផ្ទាត់មើលយកតែម្ដងណាបាទជាមួយនឹងលេខអូសណាឲ្យមានឲ្យលេងអូសនៅខ្ទង់50និងខ្ទង់7បាទពីរលេខមានឲ្យ25 7101និង56នេះបាទ3លេខផងដែរមានឲ្យ567ហើយនិង28ណាបាទណែអញ្ចឹងយើងមកធ្វើការផ្ទៀងផ្ទាត់ទាំងអស់គ្នាសម្រាប់ម៉ោង4ល្ងាចបាទអញ្ចឹងម៉ោង4ល្ងាចរបស់យើងបាទថ្ងៃអង្គារណាបាទប៉ោះ A ជួរទី1បាទចេញ05មកម៉ែមុនយើងបាទ05បាទលេខធំ639បាទប៉ោះហូជួរទី2 18លេខធំ077បាទជាមួយនឹងបាទប៉ោះ B នេះបាទ77លេខធំ73ដើមអាយយបាទប៉ោះ C 77ទៀតលេខធំ73ដើមទៀតណាអូយយហ្នឹងហើយប៉ោះ D ណា77បាទលេខធំ73ដើមទៀតបាទរៀងធ្ងន់កទៅបាទម៉ោង4ថ្ងៃអង្គារនេះដល់កបដ ாய் បាទថ្ងៃទី7ខែ7ហើយដល់ពេលបាទលេខចេញ BCD វាចេញ7 3ដើម3ប៉ោះទៀតអូយបាទខ្លាំងដៃយ៉ាងម៉េចមិនយើងនេះបាទគេថាតម្រុយមានដូចជាចូលបានខ្ទង់អូសទេណាចូលបានខ្ទង់អូសទេបាទមានឲ្យបាទ71វាចេញ77បាទអញ្ចឹងយើងចូលបានអូស7ណាបាទ3ប៉ោះក្រោមបាទអញ្ចឹងយើងទៅបន្តទៀតទៅវិញម៉ោង6កន្លះបាទចិត្តដល់កណាបាទចិត្តឡើងដាច់ផ្ងាវងាយមិញណាណែអញ្ចឹងសម្រាប់លេខធំប៉ុអានណាមាន2 24 4 21 186ណាបាទពីរលេខមាន8គុត62 54 81បាទហើយហ្នឹងហើយប៉ុស B 92លេខធំ579បាទប៉ុស C របស់យើង79លេខធំ925ជាមួយនឹងប៉ុស D ចុងក្រោយ99លេខធំ257បាទអញ្ចឹងសម្រាប់តម្រុយរបស់មានគឺថាយើងដូចជាចូលទៀតហើយបាទចូលអូសទាំងពីរបាទឲ្យ56មក54បាទចូលបានអូស50មកក្រាប71មក79បាទចិត្តទូចឲ្យចិត្តទូចមកចិត្តធំបាទចូលបានអូសមកក្រាបទៀតនេះឃើញទេបាទហ្នឹងហើយបាទអញ្ចឹងតម្រុយមានចូលពេលច្រើនគឺថាចូលតែខ្ទង់អូសតែម្ដងថ្ងៃនេះបាទអញ្ចឹងមានក៏សូមជូនពរបាទណាបាទក៏ដូចជាចូលរួមត្រេកអរដល់ផងដែរសម្រាប់ពុកម៉ែបងប្អូនយើងដែលបានចូលនៅរង្វាន់បាទហើយនឹងក៏សូមជួយរួមសោកស្ដាយសម្រាប់ពុកម៉ែបងប្អូនយើងដែលបានចូលណាបាទអូយក្តុកក្តួលបើបាទអញ្ចឹងសម្រាប់ការផ្ទៀងផ្ទាត់របស់មានគឺមានតែប៉ុណ្ណេះឯងឥឡូវយើងមកធ្វើការបាទដាក់យកនៅតម្រុយថ្ងៃថ្មីយកតែម្ដងទៅណាបាទអញ្ចឹងជាដំបូងមានសុំបាទលុបផ្លាស់ប្ដូរលេខតម្រុយចោលសិនមិនយើងដើម្បីងាយស្រួលដាក់ថ្មីចូលណាបាទអញ្ចឹងមានក៏នៅតែបន្តសុំចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាម្ដងហើយម្ដងទៀតណាបាទជួយបាទ channel មានផងដោយសារ channel មាននៅរៀងថ្មីដែរណាបាទថ្មីជ្រើងតែម្ដងគឺថាមានធ្វើបាទធ្វើឡើងគឺដើម្បីត្រៀមសកួរបាទការពារណាក្រែងលោថ្ងៃណាមួយពុកម៉ែបងប្អូនយើងបាទរកឲ្យ channel នោះអត់មានមិនឃើញបាទនេះមកយកតន្ត្រីវានេះមកនេះតន្ត្រីមានដាក់ដូចគ្នាទេមែនមិនទេនេះបាទមិនបានផ្លាស់ប្ដូរស្ដីទេបាទអញ្ចឹងសម្រាប់ថ្ងៃ8នេះបាទថ្ងៃ8ពីរលេខគឺថាមានឲ្យពុកម៉ែបងប្អូនយើងណាបាទលេងកំសាន្តបាទនៅលេខបាទមានឲ្យ47បាទមកគ្រាប់ទៀតឲ្យមានឲ្យពុកម៉ែបងប្អូនយើងនេះបាទគ្រាប់ទី2បាទឲ្យ32បាទជាមួយនឹងគ្រាប់ទី3របស់យើងផងដែរណាបាទណែមានឲ្យ89ហើយគ្រាប់ចុងក្រោយគឺថាមានឲ្យ06ហើយណាបាទ06ហ្នឹងហើយចឹងសម្រាប់ពីរលេខនេះយកទៅកំសាន្តលេងក៏កុំភ្លេចបាទចាក់គុណត្រឡប់ក៏ឡើងមួយលេខចុះមួយលេខផងមកបាទនេះជាមួយនឹងលេខអូសរបស់យើងបាទលេខអូសគឺថាមានឲ្យលេងនៅថ្ងៃពុធហ្នឹងបាទមានឲ្យលេងខ្សែណាបាទលេងខ្សែមួយគ្រាប់ទៀតគឺលេង8តែម្ដងបាទខ្សែ8មួយបងយើងបាទស្រឡាញ់ខ្សែដាក់ខ្សែស្រឡាញ់8ដាក់8ណាបាទហើយជាមួយនឹង3លេខវិញបាទ3លេខគឺថាមានឲ្យពុកម៉ែបងប្អូនយើងបាទ48
បាទមកគ្រាប់ទៀតគឺថាមានឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទ978ផងដែរនៅអញ្ចឹងសម្រាប់3លេខយកតែកំសាន្តណាក៏កុំភ្លេចបាទចាក់គុណផងម៉ែបងយើងបាទបានគុណបញ្ញត្តិស្ដាយណាបាទលេខធំណាបាទលេខធំវ៉ាន់ធំណាបាទអញ្ចឹងសម្រាប់តម្រុយបាទមាននៅថ្ងៃថ្មីនេះគឺមានតែប៉ុណ្ណេះមានក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងដែលបានយកលេខបាទតម្រុយពី channel របស់មានយកទៅផ្សងក៏សូមឲ្យហេងបាទចូលចំបឿទាំងអស់គ្នាណាហើយជាចុងក្រោយក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងបាទហ្នឹងហើយឲ្យរកស៊ីបាទចេះតែមានចេះតែបានណាតិចតិចុំក្នុងក្រុមគ្រួសារណាបាទសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយធ្វើដំណើរទៅណាមកណាបាទមិនថាចិត្តមិនថាឆ្ងាយទេក៏សូមឲ្យបាទជួបតែរឿងល្អណាបាទសុខភាពទាំងអស់គ្នាផងដែរបាទយើងបាទអញ្ចឹងសម្រាប់តម្រុយនៅថ្ងៃថ្មីរបស់ admin ក៏បានមកដល់ទីបញ្ចប់ហើយ admin ក៏សូមគោរពលាណាបាទចាំជួបគ្នាជាមួយនឹង admin នៅវីដេអូថ្ងៃស្អែកបន្តទៀតបាទ admin សូមអរគុណណាបាទសូមគោរពលា